Rất là nice và có một căn videoថ្មីចឹងហ្នឹងគឺយើងនឹងមកភាសាគ្នាជាមួយនឹងរឿងមួយដែលវាមិនមែនជារឿងថ្មីទេគ្រាន់តែថាខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងតែហេតុអ្វីបានជា The Dark Knight គឺជាខ្សែភាពយន្ត Superhero ដែលល្អជាងគេបំផុតនៅក្នុងចំណោមខ្សែភាពយន្ត Superhero ទាំងអស់នេះមិនមែននិយាយដល់ខ្ញុំទេគឺនិយាយដោយអ្នកវិភាគជាច្រើនក៏ដូចជាអ្នកមើលកុនជាច្រើនចឹងខ្ញុំចង់និយាយពីចំណុចមួយចំនួនដែលធ្វើឲ្យរឿងនេះលេចធ្លោនៅក្នុងវិស័យភាពយន្តហើយក៏ដូចជាគេហៅថាការរកឃើញឡើងវិញនៅ genre របស់ Superhero បានន័យថាយើងអាចធ្វើរឿង Superhero ឲ្យទៅជារឿងដែលមិនមែនត្រឹមតែជារឿងគ្រាន់តែជារឿងមនុស្សដែលពាក់ cap ខាងក្រោយហើយហោះទៅវិញទៅមកជាចំណុចពិសេសរបស់រឿង The Dark Knight The Dark Knight គឺដឹកនាំសម្ដែងដោយលោក Christopher Nolan ហើយគេមានតួអង្គ Batman ដែលដើរតួដោយ Christian Bale ហើយក្នុងនោះគឺមានតួចរិតចំនួន2នាក់ក្នុងនោះគឺមាន Harvey Dent ដែលដើរតួជា Two Face ឬមួយហើយនឹងម្នាក់ទៀតគឺ The Joker គាត់មានឈ្មោះទេគឺ Joker ហ្នឹងឯងដូច្នេះហើយហេតុអីបានជារឿងនេះខ្លាយទៅជារឿងដែលល្អជាងគេខ្ញុំសុំនិយាយទូទៅហ្មងដោយសារតែយើងមើលរឿង Superhero ជាច្រើនណាតួចិត្តល្អកំចាត់តួចិត្តអាក្រក់ហើយតួចិត្តអាក្រក់ធ្វើអាក្រក់ដោយមានហេតុផលពេលខ្លះយើងមានអារម្មណ៍ថាយើងមើលរឿង Superhero តួចិត្តអាក្រក់ចង់ធ្វើអាក្រក់គឺធ្វើអាក្រក់មកមានអារម្មណ៍ចឹងអត់ឬមួយគណៈខ្លះឬមួយក៏ពេលខ្លះតួចិត្តអាក្រក់ចង់សងសឹកទៅលើណាម្នាក់ក៏ប៉ុន្តែត្រូវតួចិត្តអាក្រក់តួចិត្តល្អយើងទៅរៀបរៀងចឹងទៅហើយនេះគឺជាសាច់រឿងដែលយើងឃើញមកដដែលច្រើនមែនតើក៏ប៉ុន្តែ Christopher Nolan គាត់បានធ្វើនៅរឿងមួយដែល reinvent ដែលគាត់បង្កើតនៅរឿង Superhero មួយទៀតដែលមិនគ្រាន់តែតួចិត្តអាក្រក់ធ្វើដោយអត់មានហេតុផលទេដូច្នេះរឿង The Dark Knight ចាប់ផ្ដើមពីការបញ្ចេញនៅតួអង្គមួយដែលពិសេសមែនតើខុសប្លែកពីរឿងដទៃខ្ញុំអាចនិយាយទូទៅមួយសាច់រឿងហើយខ្ញុំបញ្ជាក់ឲ្យហើយក្នុងវីដេអូនេះខ្ញុំមានការ spoil សាច់រឿងជាមួយសិនអ្នកនរអត់ចង់ខូចសាច់រឿងទេអ្នកនរតែមើលសិនបានហើយសមមកមើលវីដេអូនេះគាត់យឺតពេកដែរ The Dark Knight ចេញឆ្នាំ2008ហើយ The Dark Knight Joker ដើរតួដោយ Heath Ledger ដែលគាត់បានចែកឋានទៅហើយក្រោយពីគាត់បានថតរឿងចប់ហ្នឹងគាត់បានធ្វើអត្តឃាតក៏ចូលរួមសោកស្ដាយដែរការបើកតួអង្គដំបូងគឺគេណែនាំតួអង្គនៃ Joker ដូចជាវិធីសាស្ត្រណែនាំតួអង្គមួយដែលល្អខ្លាំងមែនទែនណាគឺយើងមានតួអង្គ Joker ជួលជនគេហៅអក្រិតជនប្រហែលអ្នកទៅប្លន់ធនាគារ and then ពេលហ្នឹងគឺយើងឃើញថាពួកហ្នឹងទាំងអស់គ្នាហ្នឹងគឺពាក់ម៉ាស់ Joker ទាំងអស់អត់មានពីណាគេដោះម៉ាស់ទេដូច្នេះហើយគឺយើងឃើញពួកហ្នឹងវា double cross ឬមួយក៏វាធ្វើស៊ីគ្នាបានន័យថាពួកហ្នឹងវាទទួលការជួយពី Joker មែនក៏ប៉ុន្តែនៅពេលដែលវាទៅធ្វើការដែលពេលដែលវាទៅចេញប្លន់ហ្នឹងគឺវាចាប់ផ្ដើមមានកូនចិត្តមួយថា what like why ត្រូវស្ដាប់ Joker why ត្រូវស្ដាប់មនុស្សដែលមិនដឹងថាមុខមិនដឹងថាជានរណាដែលវាចាប់ផ្ដើមកើនកំណត់ខូចជាមួយគ្នាអញ្ចឹងពួកអក្រិតជនហ្នឹងចាប់ផ្ដើមសម្លាប់គ្នាទៅវិញទៅមកអញ្ចឹងនៅក្នុងការប្លន់ធនាគារហ្នឹងគឺ Joker ក៏នៅក្នុងហ្នឹងដែរក៏ប៉ុន្តែ Joker គឺពាក់ម៉ាស់អត់ឲ្យណាគេដឹងទេពួកដែលនៅក្នុងការធ្វើកតកម្មប្លន់ធនាគារហ្នឹងគឺវាចាប់ផ្ដើមសម្លាប់គ្នាទៅវិញទៅមកបានន័យថាឧទាហរណ៍ថាមាន A B C D អញ្ចឹងទៅអញ្ចឹង A សម្លាប់ B B សម្លាប់ C C រកសម្លាប់ D ដែលចុងក្រោយគឺនៅសល់តែ2នាក់ទេដែលអត់ទាន់ស្លាប់ហើយ2នាក់ហ្នឹងក្នុងម្នាក់ហ្នឹងគឺជា Joker អានេះវាជាវិធីមួយដែលគេហៅថាដូចជាខ្ចីដៃសម្រាប់មនុស្សចឹងបានន័យថាចុងក្រោយលុយគឺបានទាំងអស់មកលើ Joker ទាំងដែល Joker អត់ចាំបាច់ទៅសម្រាប់ពួកហ្នឹងឯងគឺវាសម្រាប់ខ្លួនឯងនៅពេល Joker សម្រាប់តែចុងក្រោយមួយទៅហើយចុងក្រោយដែលបញ្ចេញនៅមុខ Joker គឺជាមនុស្សម្នាក់ដែលរស់នៅចុងក្រោយនៅក្នុងគេហៅថាដំណើរមួយហ្នឹងអានេះគឺជាវិធីបង្ហាញតួអង្គមួយដែលល្អខ្លាំងមែនតើយើងបកមកមើលតួអង្គមួយដែលសំខាន់ក្នុងហ្នឹងដែរយើងនិយាយមិននិយាយ Batman ទេនិយាយទៅរឿងនេះគឺចំណុចល្អមួយទាំងចំណុចប្លែកពីគេមួយទាំងថាសាច់រឿងគឺយើងនឹងអត់ផ្ដោតទៅលើ Superhero ទេគឺយើងផ្ដោតទៅលើ Villain ច្រើនជាងដែលយើងមានតួអង្គម្នាក់ទៀតនោះគឺ Harvey Dent ដែលអនាគតគាត់នឹងទៅជា Two Face តែជាគាត់ជា Villain ម្នាក់នៅក្នុងខ្សែរឿងរបស់ Batman ដែរ Harvey Dent គឺគាត់អាចហៅថាជា The White Knight ផ្ទុយជាមួយនឹង Batman គឺ The Dark Knight បានន័យថាជាអ្នកការពារ Gotham នៅពេលយប់នៅកន្លែងងងឹតក៏ប៉ុន្តែ
Haviden គឺគាត់ធ្វើជា DA អញ្ចឹងគាត់ជាអ្នកដែលស្រាវជ្រាវរកមើលនៅអ្នកណាដែលពុករលួយអ្នកណាធ្វើការខុសច្បាប់ហើយគាត់នឹងកម្ចាត់អ្នកនឹងចេញហ្មងដូចជាក្នុងរឿងហ្នឹងគឺគាត់បានធ្វើការតាមដានទៅលើរឿងក្តីរបស់ Falcone ហើយគាត់បានបង្ហាញនៅគេហៅថាធ្វើឲ្យគេជឿជាក់សូម្បីតែ Batman សូម្បីតែ Bruce Wayne ក៏ជឿជាក់ថាគាត់គឺជាក្តីសង្ឃឹមរបស់ Gotham គាត់គឺជាមនុស្សល្អដែលជួយ Gotham គេហៅថាបញ្ចប់ឬមួយក៏បង្ក្រាបនៅអំពើពុករលួយអំពើទុច្ចរិតនៅក្នុង Gotham ហើយរហូតដល់ថ្នាក់ Batman ទុកចិត្តលើគាត់ធ្វើការជាមួយគាត់ក៏ដូចជាអនុញ្ញាតឲ្យគាត់ប្រានរឿងក្តីជាមួយនឹង Batman ផ្ទាល់ហ្មងហើយមាន Commissioner Gordon អញ្ចឹងទៅចំណុចដែលរសើបហ្នឹងគឺគំនិតរបស់ Joker ក៏ប៉ុន្តែនៅពេលនេះ Joker គឺមានគំនិតមួយថា Joker ចង់លេងល្បែងជាមួយនឹង Bruce Wayne ជាមួយនឹង Batman ដោយសារអីដោយសារតែគាត់ចង់បង្ហាញថាមនុស្សគឺជាសភាវៈដែលអាក្រក់បានន័យថាទោះជាមានរឿងអីកើតឡើងក៏ដោយទោះជាមនុស្សនឹងល្អប៉ុណ្ណាក៏ដោយតែនៅពេលដែលមនុស្សនឹងជួបនៅរឿងណាមួយឬមួយក៏មានចំណុចណាមួយដែលចាក់ចំមនុស្សនឹងគឺនឹងប្រែកន្លះទៅជាជនចិត្តអាក្រក់ភ្លាមហើយ Joker បានព្យាយាមនៅក្នុងការពិសោធន៍ឬមួយក៏ព្យាយាមក្នុងការបង្ហាញអាហ្នឹងទៅដល់ Batman ដើម្បីទទួលស្គាល់ថា Batman គួរតែទទួលស្គាល់ទៅថាខ្លួនឯងមិនមែនជាមនុស្សល្អទេនៅពេលដែលមានបញ្ហាគឺ Batman គេហៅថានឹងប្រែកដូចគ្នានឹងត្រូវគេចង់និយាយថាអូសទាញបានដូចគ្នាហើយក្នុងន័យនេះគឺ Batman គាត់មានច្បាប់មួយដែលគាត់ប្រកាន់ភ្ជាប់ជាប្រចាំគឺគាត់មិនសម្លាប់មនុស្សទេអានេះគឺជា one rule របស់ Batman Joker គាត់ចង់បង្ហាញថាគាត់អាចធ្វើឲ្យ Batman ប្រែកបាន Batman អាចកែប្រែបានហើយមនុស្សដែលល្អដែល Batman ទុកចិត្តក៏ Joker អាចធ្វើឲ្យគាត់ប្រែកបានដែរអ្នកណាគេគឺ Harvey Dent គាត់បានធ្វើការចាប់ខ្លួន Harvey Dent ជាមួយនឹង Rachel ហ្នឹងគឺជាដៃគូតាំងពីក្មេងរបស់ Batman ហើយជារបៀបដូចជា crush របស់ Batman អញ្ចឹងណាក៏ប៉ុន្តែពីរនាក់ហ្នឹងអាចនៅជាមួយគ្នាបានដោយសារតែ Rachel អត់អាចនៅជាមួយនឹងបុរសដែលពាក់កណ្ដាល Batman ពាក់កណ្ដាល Bruce Wayne នេះគាត់ចង់នៅជាមួយ Bruce Wayne អញ្ចឹងទៅហើយចុងក្រោយក៏មក date ជាមួយនឹង Harvey Dent ហើយ Harvey Dent ជាមួយនឹង Rachel ហ្នឹងគឺ about to ភ្ជាប់ពាក្យអីចឹងណាand then ពេលចាប់ខ្លួនទាំងពីរនាក់ហ្នឹងគឺដំបូងអត់ដឹងទេដំបូងគឺចាប់តែ Bruce Wayne ឬមួយក៏ Police ហ្នឹងគឺដឹងថា Joker ចាប់តែ Harvey Dent ទេហើយ Harvey Dent ចាប់ទៅដាក់នៅមួយកន្លែងមួយស្រាប់តែពេលដែល Gordon គាត់អាចសួរចម្លើយទៅលើ Joker បានក៏ឲ្យ Bruce Wayne ទៅ Batman ទៅធ្វើការសួរចម្លើយហើយបញ្ជាក់ថា Joker អត់ដឹងទេណាថា Bruce Wayne គឺជា Batman ណាហើយ Joker ក៏មិនដែលខ្វល់ដែរនៅក្នុង comic មាន comic មួយដែល Joker ដឹងថា Bruce Wayne ជា Batmanអញ្ចឹងវារបៀបថាគាត់ប្រើភាសាថាអ្វីដែលជាការសប្បាយរវាងទំនាក់ទំនងពីរនាក់គាត់គឺភាពអាចកំបាំងគឺ mystery បើន័យថាគាត់អត់ដឹងថា Batman ជានរណាគេអាហ្នឹងគឺជាចំណុចពិសេសនៃ relationship ខ្ញុំអត់ដឹងហេតុអីបានវាហៅថានៅ relationship ទេក៏ប៉ុន្តែដល់ពេលគាត់ដឹងគឺវាអស់មានអ្វីដែលជាគេហៅថាគួរចង់ដឹងហើយយល់ទេបានន័យថាដូចជាមនុស្សយើងចឹងបើសិនជាយើងរស់នៅយើងដឹងថាថ្ងៃស្អែកនឹងមានអីឬមួយកាលណាគាត់មានអីគឺវាធ្វើឲ្យយើងថ្ងៃនេះគឺលែងនិយាយធិតលែងសប្បាយចង់ដឹងថ្ងៃស្អែកមានអីចឹងដឹងថាស្អែកមានអីស្រាប់ហើយហ្នឹងអញ្ចឹងយើងលែងនិយាយធិតយើងលែងចង់ដឹងចង់ឮទៀតទេ so ត្រឡប់ទៅវិញអញ្ចឹងនៅពេលដែលចាប់ខ្លួនទាំងពីរអ្នកហ្នឹងពេលដែលចាប់ខ្លួនទាំង Rachel ចាប់ខ្លួនទាំង Harvey Dent ហើយ Batman ដឹងថាចាប់ខ្លួនទាំង Rachel ដែរគឺ Batman breakdown ហ្មងគឺស្ទើរតែសម្លាប់ Joker នៅពេលហ្នឹងហ្មងក៏ប៉ុន្តែ Joker ពេលហ្នឹងគឺដឹងថា Batman នឹងមិនព្រមសម្លាប់ខ្លួនទេដូច្នេះហើយ Joker ផ្ដល់ជំរឿសឲ្យ Batman បានន័យថាគាត់ប្រាប់ទាំងកន្លែងរបស់ Harvey Dent នៅកន្លែងណាហើយនឹង Rachel នៅកន្លែងណាហើយឲ្យ Batman រើសថាតើ Batman នឹងទៅរកម្នាក់ណាក្នុងចំណោមពីរនាក់ហ្នឹងអញ្ចឹង Batman end up ទៅរក Rachel តែវាមាន plot twist មួយត្រង់ថា Joker បានកុហក Batman បានន័យថាកន្លែងដែល Harvey Dent នៅ Joker ប្រាប់ថាជាកន្លែងរបស់ Rachel ហើយកន្លែងដែល Rachel នៅគឺ Joker ប្រាប់ថាជាកន្លែងរបស់ Harvey Dent Batman ចុងក្រោយបែរជាទៅជួយ Harvey Dent តែជួយពេលហ្នឹងគឺប៊ីសអត់តាន់ទៀតដោយសារតែ Harvey Dent បានធ្លាក់ខ្លួនទៅក្នុងចង់និយាយថាគាត់ទៅចោលនឹងកៅអីដូចគាត់បានបដួលខ្លួនទៅនឹងក្រហើយសាំងបានកពុបនៅជុំវិញខ្លួនគាត់ទៅនៅពេលហ្នឹងកន្លែងដែលមានជាផ្ទុះវាធ្វើឲ្យឆេះមុខរបស់គាត់ពាក់កណ្ដាលហើយកន្លែង Rachel វិញប៉ូលីសបានទៅជួយដោយសារពេលហ្នឹងប៉ូលីសបែងជើងគ្នាមួយ Batman តែប៉ូលីសជួយអត់ទាន់ទេ Rachel បានស្លាប់បាត់ទៅចំណុចនេះហើយដែលជាចំណុច climax របស់ Harvey Dent គឺ Harvey Dent broke down Harvey Dent បានចាប់ផ្ដើមចង់និយាយថាអស់ជំនឿទៅលើអ្វីដែលគាត់កំពុងតែធ្វើជាចំណុចមួយដែលគេហៅថា turning point ដែលធ្វើឲ្យ Harvey Dent ចាប់ផ្ដើមខ្លាចទៅជាតួចិត្តអាក្រក់ឬគេហៅថា Two Face ហើយចំណុចមួយទៀត
ឬក៏លក្ខណៈពិសេសរបស់គាត់មួយទៀតគឺគាត់ចូលចិត្ត flip coin បានន័យថាគាត់ចូលចិត្តត្រឡប់កាក់ដើម្បីសម្រេចចិត្តទៅលើរឿងអ្វីមួយអាហ្នឹងតាំងពីគាត់នៅជា Heaviden មកដូច្នេះហើយពេលហ្នឹងគឺ Heaviden ចាប់ផ្ដើមប្រែប្រួលហើយដោយសារតែខ្លួនឯងបានខូចមុខហើយខ្លួនឯងបានបាត់បង់នៅមនុស្សរបស់ខ្លួនឯងស្រឡាញ់ទៀតគឺ Rachel Heaviden បានព្យាយាមតាមសងសឹកបានព្យាយាមតាមកម្ចាត់ជនជាតិជនអាក្រក់ដោយខ្លួនឯងហើយលែងប្រើវិធីសាស្ត្រគេហៅថាភ្លឺហើយគឺប្រើវិធីសាស្ត្រងងឹតហើយខុសខើជាង Batman ទៀតគឺ Heavy ប្រើកាក់បើសិនជាអ្នកណាគេដែលត្រូវចង់និយាយថាត្រូវដល់ដំណាក់កាលដែលថាត្រូវសម្លាប់ឬមួយក៏ត្រូវអត់គឺគាត់ឲ្យកាក់ជាអ្នកសម្លាប់បើសិនជាត្រូវសម្លាប់គឺគាត់នឹងសម្លាប់ភ្លាមហ្មងហើយត្រង់នេះហើយដែលជាចំណុចមួយដែល Joker បានយកឈ្នះចិត្តវិជាទៅលើ Batman បានន័យថា Batman បានជឿជាក់ទៅលើ Heaviden ក៏ប៉ុន្តែ Joker បានបង្ហាញថា Heaviden ដូចតែជាមនុស្សទូទៅដែលគាត់បាននិយាយតាំងពីដើមមកអញ្ចឹងគឺនៅពេលដែលមនុស្សនឹងទាល់នៅពេលដែលមនុស្សនឹងជួបនៅបញ្ហាអីមួយមនុស្សនឹងគង់តែខ្លាចតែជាមនុស្សអាក្រក់ទេវាគ្មានមនុស្សល្អនៅលើโลกនេះទេហើយគាត់បាន take the next step មកកម្រិតទៀតគឺគាត់បានយកមនុស្សពីរក្រុមចានៅលើនាវាមួយគឺផ្ទុកនៅមនុស្សធម្មតាមនុស្សទូទៅគេហៅជនស៊ីវិលណាដល់ពេលនាវាមួយទៀតគឺផ្ទុកនៅអ្នកទោសនាវាហ្នឹងគឺមានក្របីប្រកបនៅក្នុងហ្នឹងហើយ Joker បានឲ្យជំរឿទៅនាវាហ្នឹងទាំងពីរហ្នឹងថាបើសិនជាក្នុងរយៈពេលប៉ុណ្ណេះបើសិនជាអត់មានអ្នកណាគេចុចឲ្យនាវាមួយទៀតផ្ទុះទេ Joker នឹងធ្វើឲ្យនាវាហ្នឹងផ្ទុះទាំងពីរហើយគាត់បានភ្នាល់ជាមួយនឹង Batman ថាមនុស្សទាំងអស់នឹងមានក្រុមណាមួយដែលនឹងចុចប៊ូតុងដើម្បីឲ្យនាវាមួយទៀតផ្ទុះដោយសារតែមនុស្សនៅពេលដែលចូលដល់ដំណាក់កាលគេហៅថាតល់ច្រកគឺគាត់នឹងហ៊ានធ្វើសម្បីតែសម្លាប់ម្នាក់ទៀតឬមួយក៏សម្លាប់មួយក្រុមទៀតដើម្បីតែជីវិតរបស់គាត់អានេះគឺជាអីដែល Joker បាន claim Joker បានឈ្នះ Batman មួយហើយទៅលើការភ្នាល់ទៅលើ Heaviden គឺ Heaviden ចាញ់គឺ Batman ចាញ់ការដែល Heaviden អាច break បានហើយសម្រាប់លើនាវានោះវិញគឺតឹងតែងមែនតើពេលនោះបានន័យថានាវាមួយគឺដឹងថានាវាមួយទៀតគឺមានប៊ូតុងដែលអាចចុចទៅផ្ទុះនាវាខ្លួនឯងហើយប៊ូតុងមួយជានាវាមួយជាជនជីវិតមួយទៀតជាអ្នកទោសអញ្ចឹងបើសិនជាយើងគិតបែប logic ឲ្យអ្នកទោសស្លាប់ហើយជាជនរស់ទៅក៏ប៉ុន្តែគេបានសង្កេតមើលថានាវាទាំងពីរហ្នឹងមានអ្នកណាគេចុចឲ្យនាវាមួយទៀតផ្ទុះអត់គឺអត់មានទេអញ្ចឹងបានន័យថាមនុស្សទាំងអស់ទោះជាដឹងខ្លួនថាខ្លួនឯងនឹងត្រូវស្លាប់ក៏ដោយក៏អត់មានចិត្តឬមួយក៏អត់មានគំនិតថានឹងសម្លាប់មួយក្រុមទៀតដែរបើទោះបីជាមួយក្រុមទៀតហ្នឹងគឺជាអ្នកទោសដែលអ្នកខ្លះមានទោសត្រូវស្លាប់ណាស់ហើយក៏ដោយក៏គេអត់ដាច់ចិត្តគេអត់ធ្វើដូចអ្វីដែល Joker បានបង្ទុកដែរដូច្នេះត្រង់កន្លែងនេះគឺជាចំណុចដែល Batman ឈ្នះទៅលើ Joker ពេលហ្នឹង Joker ខ្លាំងមែនទែនដល់ពេលចិត្តខ្លាំងយ៉ាងទៅចាប់ដើមផុងថាចុចប៊ូតុងឲ្យសម្លាប់ទាំងអស់គ្នាហ្មងតែត្រូវ Batman ខាត់តន់ហើយចុងក្រោយ Batman នៅការសម្លាប់ Joker ដោយទម្លាក់ Joker ពីលើហ្នឹងក៏ប៉ុន្តែ Batman មិនធ្វើចឹងទេ Batman បានជួយ Joker ដោយចង Joker បញ្យោនៅលើអគារហ្នឹងទៅឲ្យប៉ូលីសចាត់ការចឹងទៅត្រង់នេះគឺ Batman ឈ្នះម្ដងទៀតហើយគឺបានន័យថាទោះបីជា Joker ធ្វើដល់ដំណាក់កាលណាក៏ដោយដល់ដំណាក់កាលធ្វើបាប Heaviden សម្លាប់ Rachel ដែលជាមនុស្សដែល Batman ស្រឡាញ់ដែរធ្វើឃាតមនុស្សមកនាវាពីរនាវាហ្នឹងក៏ Batman មិនដាច់ចិត្តសម្រាប់ Joker ដែរអញ្ចឹងហើយចំណុចទាំងអស់នេះបើយើងគិតទៅគឺ Joker បានមកបន្ទុកហើយ Batman បានពីបន្ទុកបានន័យថា Batman អត់ break ទេមនុស្សក៏មិនអាក្រក់ដូច Joker គិតដែររឿងហ្នឹងវាដូចជា game យល់ទេបានន័យថាវាដូចជា game រវាង Batman ជាមួយនឹង Joker ចឹង Joker ព្យាយាមបង្ហាញថាមនុស្សមិនគួរឲ្យការពារទេមនុស្សមិនគួរឲ្យគេហៅថាយើងលះបង់ជីវិតទៅការពារដោយសារតែមនុស្សចុងក្រោយនឹងសម្លាប់មនុស្សគ្នាឯងទេបើសិនជាទាល់ក៏ប៉ុន្តែ Batman នៅព្យាយាមរក្សាគំនិតហ្នឹងថាមនុស្សគឺមានល្អមានអាក្រក់មនុស្សខ្លះល្អមនុស្សខ្លះអាក្រក់មនុស្សដែលល្អគឺនៅតែមានដូច្នេះហើយមិនដូចជា Joker គិតនោះទេប៉ុន្តែដោយសារតែ Bruce Wayne និងក៏ Batman ក៏ដូចជា Commissioner Gordon គាត់បានគេហៅថាបង្ហាញទៅ Gotham បង្ហាញទៅជាពិភពលោកនេះថាHeaviden ជាមនុស្សល្អ Heaviden គឺជា hero ហើយអញ្ចឹងបើសិនជាគាត់បើកបង្ហាញទៅសាធារណៈថា Heaviden បានខ្លាចទៅជាមនុស្សអាក្រក់ដូច្នេះវានឹងធ្វើឲ្យមនុស្សលែងជឿទុកចិត្តលែងមានជំនឿចិត្តទៅលើ hero ដូច្នេះហើយចុងក្រោយ Batman សម្រេចចិត្តលាក់រឿង Heaviden ខ្លាចទៅជាជនចិត្តអាក្រក់ដោយគាត់ទទួលទោសថាគាត់ជាអ្នកសម្លាប់អ្នកដែល Heaviden សម្លាប់ហ្នឹងទង្វើផ្សេងៗដែល Heaviden ធ្វើខុសហ្នឹងគឺ Batman ទទួលទាំងអស់ដើម្បីរក្សាឈ្មោះ Heaviden ឬមួយក៏ Two-Face ហ្នឹងថាជា hero របស់ Gotham ព្រោះថាគាត់ជឿជាក់ថា Batman គឺជា hero ដែល Gotham ត្រូវការតែមិនមែនពេលនេះទេអញ្ចឹងបានន័យថាម៉េចចឹងបានន័យថាគាត់ទទួលជាជនចិត្តអាក្រក់ហើយគាត់បានបាត់ខ្លួនចេញពី Gotham អស់មួយរយៈពេល Heaviden គឺបន្តឈ្មោះជាជនចិត្តល្អចឹងតែតែការពិតគាត់ជាជនចិត្តអាក្រក់ឯងហើយគឺគេធ្វើនេះដើម្បីរក្សាទំនុកចិត្តរបស់
របស់ប្រជាជនក៏រំទៅលើគេហៅថាអាញាធរឬមួយក៏សមត្ថកិច្ចអីចឹងទៅព្រោះថា Harvey Dent គាត់ជា DA គាត់ជាអ្នកដែលស៊ើបអង្កេតបើពុករលួយចឹងណាដូច្នេះហើយបើសិនជាគាត់ទៅជាមនុស្សចិត្តអាក្រក់ដែរមនុស្សនឹងបាត់បង់ជំនឿចិត្តទៅលើច្បាប់ហើយដូច្នេះហើយ Batman សុខចិត្តលះបង់កិត្តិនាមរបស់គាត់ដើម្បីធ្វើជាជនចិត្តអាក្រក់ឲ្យមនុស្សលោកនៅតែជឿជាក់ទៅលើប្រព័ន្ធច្បាប់អីចឹងទៅអញ្ចឹងអានឹងវាគឺជាចំណុចពិសេសមួយដែលយើងរកពិបាកមែនតើនៅក្នុង Superhero Movie ដែលវាជា turning point របស់Superhero កាលពីជំនាន់ហ្នឹងជំនាន់ឆ្នាំ2008ហ្នឹងគឺមិនទាន់មាន Superhero ណាដែលចេញមកមានគំនិតឬមួយក៏ប្រកបអត្ថន័យអប់រំអញ្ចឹងយល់ទេចា៎ហើយនេះគឺជាចំណុចមួយដែលធ្វើឲ្យរឿងបរទេសឬមួយក៏រឿងក្រៅហ្នឹងវាល្អព្រោះថាគេចូលដល់ដំណាក់កាលគេផុត philosophy គេផុតបច្ចេកវិទ្យាឬមួយក៏ចិត្តវិទ្យាទៅក្នុងរឿងរបស់គេដែលខ្ញុំសង្ឃឹមថាភាពយន្តយើងខ្ញុំឃើញមានរឿងមួយចំនួនគ្រាន់តែវាមិនទាន់ជា deep dive ទៅលើចំណុចអស់ហ្នឹងអញ្ចឹងណាខ្ញុំគិតថាសង្ឃឹមថាអនាគតយើងនឹងមានរឿងដែលមិនមែនជា superhero ក៏ដោយក៏ប៉ុន្តែយើងមានរឿងដែលប្រកបអត្ថន័យអប់រំនឹងខ្លាំងមិនឲ្យបង្ហាញពីសង្គមជាក់ស្ដែងរឿងហ្នឹងដាខ្លាំងមែនតើអ្នកនរនេះរឿង The Dark Knight អញ្ចឹងតែខ្ញុំមើលហើយមើលទៀតហើយខ្ញុំរាប់ថាជារឿង superhero មួយដែលល្អជាងគេតួអង្គ Joker សម្ដែងបានល្អខ្លាំងមែនតើឡើងលេចទៅលើតួអង្គ Batman ដែលជាតួអង្គឯកនៅក្នុងរឿងហ្នឹងទៀតហ្នឹងគឺអ្វីដែលខ្ញុំអាចនិយាយបានពាក់ព័ន្ធជាមួយនឹង The Dark Knight ខ្ញុំអាចនិយាយរឿងបានទាំង3រឿងគេហៅថា The Dark Knight Trilogy ក៏ប៉ុន្តែវានឹងស៊ីពេលច្រើនមែនតើដូច្នេះខ្ញុំបញ្ចប់វីដេអូនេះតែប៉ុណ្ណេះសិនហើយអ្នកនរបើសិនជាអត់តមើលរឿងទេកុំភ្លេចតែមើលទៅហើយគុណអ្នកនរសម្រាប់ការទស្សនាវីដេអូសម្រាប់ដល់ចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ